សូមកាបន្តិចដោយចង់ប្រកេនព័ត៌មាននិងប្រកេនដំណឹងព្រះអង្គគ្រប់អង្គលោកអាចារ្យគណៈកម្មការចុងភៅហើយនឹងកូនសិស្សត្រៀមបួសទាំងអស់ណាដោយពេលនេះស្ថានភាពប្រទេសរបស់យើងនៅទល់ដែនកំពុងតែមានសភាពតានតឹងរងគ្រោះពីប្រទេសសៀមដែលធ្វើការវាយប្រហារមកលើខ្មែរយើងហើយក៏ធ្វើឲ្យមានជនរងគ្រោះទាំងចាស់ទាំងក្មេងទាំងប្រជាពលរដ្ឋតាមទល់ដែនហើយនឹងកងទ័ពមានការខ្វះខាតផ្នែកខាងកងទ័ពខ្វះខាតស្បៀងអាហាររបស់របរប្រើប្រាស់ចាំបាច់ក៏ដូចជាប្រជាពលរដ្ឋដែលភាសឹកចេញពីផ្ទះសម្បែងទៅរកកន្លែងទីជ្រកកោនដែលមានសុវត្ថិភាពចឹងទេខ្វះខាតនៅគ្រឿងឧបភោគបរិភោគជាច្រើនអញ្ចឹងខ្ញុំកណាលោកគ្រូជួនកក្កដានិងព្រះអង្គគ្រូសោតស្ដាមឆ្វេងវិន័យធម៌ថ្នាក់ដឹកនាំវត្តយើងបានបង្កើតមូលនិធិមួយប្រមូលថវិកាដើម្បីបានយកទៅទិញជាសម្ភារៈប្រើប្រាស់និងរបស់របរចំណីអាហារជូនដល់កងទ័ពជួរមុខហើយនឹងប្រជាពលរដ្ឋដែលរងគ្រោះភាសឹកទាំងអស់ណាអញ្ចឹងប្រកេនដល់បកណាម្ចាស់គ្រប់ព្រះអង្គទៅណាហើយនឹងលោកអាចារ្យគណៈកម្មការយើងចុងភៅទាំងអស់ក៏ដូចជាកូនសិស្សត្រៀមបួសដែលមានថវិកាចង់ចូលរួមណា500រៀលក្តី1000រៀល5000 10000ក្តីណាចូលតាមសទ្ធាជាទឹកចិត្តរបស់ពួកយើងទាំងអស់គ្នាដែលយើងរស់នៅទីនេះអ្វីត្បិតណាពេលនេះយើងនៅមានអាហារមានចង្ហាន់ឆាន់មានពេលវេលារៀនសូត្រប៉ុន្តែយើងនឹកទៅដល់កងទ័ពដែលកំពុងតែច្បាំងតតាំងជាមួយនឹងពួកសៀមហើយនឹងប្រជាពលរដ្ឋដែលភាសឹកខ្វះខាតអាហារបរិភោគកុមារអត់បានរៀនអត់បានសូត្រអ្នកជំងឺមិនទទួលបានការព្យាបាលដោយល្អហើយខ្លះក៏ត្រូវគ្រាប់រងរបួសជាដើមអញ្ចឹងទេដើម្បីបង្ហាញពីទឹកចិត្តជាឈាមជ័រជាខ្មែរដូចគ្នាជាពលរដ្ឋរបស់កម្ពុជាយើងរួមសុខរួមទុក្ខជាមួយគ្នាណាមិនបខំព្រះអង្គគ្រប់អង្គលោកចាគណៈកម្មការនិងក្រុមការងារវត្តសន្តិសុខអីទាំងអស់ក៏មិនបខំថាតបនេះតបនោះទេតាមលទ្ធភាពណាតាមលទ្ធភាពហើយតាមសទ្ធាបើមានក៏ចូលរួមហើយបើមិនមានទេក៏តាមនឹងណាមិនបខំទេតែជាទឹកចិត្ត500ក៏ទទួល1000ក៏ទទួល5000 10000ក៏ទទួល
ហើយខ្ញុំកណានឹងទទួលពីព្រះអង្គនិងបងប្អូនយើងនៅក្នុងវត្តនេះទាំងអស់គ្នាគឺនៅមហាកុដណាពេលឆាន់ហើយខ្ញុំកណាទទួលដល់ម៉ោង2ណាអញ្ចឹងទេសូមប្រកេនប៉ុណ្ណឹងមានសទ្ធាមានទឹកចិត្តនិមន្តអញ្ជើញទៅចាប់កុសលចូលរួមចំណែកនៅក្នុងការជួយជាតិរបស់យើងក្នុងគ្រាដែលជាតិយើងកំពុងតែមានគ្រោះមានអាសន្នណាអញ្ចឹងសូមប្រកេននឹងចម្រើនពរប៉ុណ្ណឹងលោកចាគណៈកម្មការចុងភៅអីហ្នឹងណាតាមសទ្ធា 5000 ក៏បាន100រៀលក៏បាន1000រៀលក៏បានតាមសទ្ធាអត់បខំទេណាព្រះអង្គមេកុដអនុកុដការកៈសង្ឃយើងអីទាំងអស់ណាចូលរួមជាមួយខ្ញុំកណាជាមួយនឹងលោកគ្រូជួនកកដាហើយនឹងមេកុសលស្ដាំកុសលឆ្វេងនឹងណាយើងធ្វើជាមូលនិធិមួយហៅថាមូលនិធិប្រាសាទនាងខ្មៅណាចាំមើលចុងក្រោយសរុបបានប៉ុណ្ណាខ្ញុំកណានឹងក្រុមការងារមូលនិធិយើងនឹងពិចារណាដាក់កំណត់ពេលវេលានឹងរៀបចំយកនៅរបស់របរក៏ដូចជាថវិកានោះយកទៅជូនទៅដល់ជនរងគ្រោះតែម្ដងគណៈសូមប្រកេនប៉ុណ្ណឹងសូមអរគុណសូមអរគុណ